ហេតុអ្វីបានជាបរិមម្នាក់នេះដាក់សំណាញ់ដ៏ធំនៅពីក្រោមដើមដូងការធ្វើរបៀបនេះមិនមែនការការពារដើមដូងនោះទេប៉ុន្តែជាការការពារមនុស្សដោយសារតែដើមដូងអាចលូតលាស់នៅក្នុងកម្ពស់50 ហ្វីតនៅពេលដែលផ្លែដូងធ្លាក់មកនោះអាចនឹងគ្រោះថ្នាក់ដល់មនុស្សនៅពីក្រោមដូច្នេះសំណាញ់នេះនឹងជួយការពារនៅពេលដែលផ្លែដូងធ្លាក់ចុះមកនោះគឺវានឹងទ្រនៅផ្លែដូងទាំងអស់នោះមិនឲ្យប៉ះពាល់មនុស្សនិងបង្កគ្រោះថ្នាក់នោះទេវិធីនេះក៏មានប្រសិទ្ធភាពសម្រាប់កន្លែងទេសចរឬក៏ resort ដែលមានដាំដើមដូងច្រើនអាចធ្វើវិធីនេះបានដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរហេតុអ្វីបានជាបរិមម្នាក់នេះដាក់សំណាញ់ដ៏ធំនៅពីក្រោមដើមដូងការធ្វើរបៀបនេះមិនមែនការការពារដើមដូងនោះទេប៉ុន្តែជាការការពារមនុស្សដោយសារតែដើមដូងអាចលូតលាស់នៅក្នុងកម្ពស់50 ហ្វីតនៅពេលដែលផ្លែដូងធ្លាក់មកនោះអាចនឹងគ្រោះថ្នាក់ដល់មនុស្សនៅពីក្រោមដូច្នេះសំណាញ់នេះនឹងជួយការពារនៅពេលដែលផ្លែដូងធ្លាក់ចុះមកនោះគឺវានឹងទ្រនៅផ្លែដូងទាំងអស់នោះមិនឲ្យប៉ះពាល់មនុស្សនិងបង្កគ្រោះថ្នាក់នោះទេវិធីនេះក៏មានប្រសិទ្ធភាពសម្រាប់កន្លែងទេសចរឬក៏ resort ដែលមានដាំដើមដូងច្រើនអាចធ្វើវិធីនេះបានដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរហេតុអ្វីបានជាបរិមម្នាក់នេះដាក់សំណាញ់ដ៏ធំនៅពីក្រោមដើមដូងការធ្វើរបៀបនេះមិនមែនការការពារដើមដូងនោះទេប៉ុន្តែជាការការពារមនុស្សដោយសារតែដើមដូងអាចលូតលាស់នៅក្នុងកម្ពស់50 ហ្វីតនៅពេលដែលផ្លែដូងធ្លាក់មកនោះអាចនឹងគ្រោះថ្នាក់ដល់មនុស្សនៅពីក្រោមដូច្នេះសំណាញ់នេះនឹងជួយការពារនៅពេលដែលផ្លែដូងធ្លាក់ចុះមកនោះគឺវានឹងទ្រនៅផ្លែដូងទាំងអស់នោះមិនឲ្យប៉ះពាល់មនុស្សនិងបង្កគ្រោះថ្នាក់នោះទេវិធីនេះក៏មានប្រសិទ្ធភាពសម្រាប់កន្លែងទេសចរឬក៏ resort ដែលមានដាំដើមដូងច្រើនអាចធ្វើវិធីនេះបានដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរហេតុអ្វីបានជាបរិមម្នាក់នេះដាក់សំណាញ់ដ៏ធំនៅពីក្រោមដើមដូងការធ្វើរបៀបនេះមិនមែនការការពារដើមដូងនោះទេប៉ុន្តែជាការការពារមនុស្សដោយសារតែដើមដូងអាចលូតលាស់នៅក្នុងកម្ពស់50 ហ្វីតនៅពេលដែលផ្លែដូងធ្លាក់មកនោះអាចនឹងគ្រោះថ្នាក់ដល់មនុស្សនៅពីក្រោមដូច្នេះសំណាញ់នេះនឹងជួយការពារនៅពេលដែលផ្លែដូងធ្លាក់ចុះមកនោះគឺវានឹងទ្រនៅផ្លែដូងទាំងអស់នោះមិនឲ្យប៉ះពាល់មនុស្សនិងបង្កគ្រោះថ្នាក់នោះទេវិធីនេះក៏មានប្រសិទ្ធភាពសម្រាប់កន្លែងទេសចរឬក៏ resort ដែលមានដាំដើមដូងច្រើនអាចធ្វើវិធីនេះបានដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរហេតុអ្វីបានជាបរិមម្នាក់នេះដាក់សំណាញ់ដ៏ធំនៅពីក្រោមដើមដូងការធ្វើរបៀបនេះមិនមែនការការពារដើមដូងនោះទេប៉ុន្តែជាការការពារមនុស្សដោយសារតែដើមដូងអាចលូតលាស់នៅក្នុងកម្ពស់50 ហ្វីតនៅពេលដែលផ្លែដូងធ្លាក់មកនោះអាចនឹងគ្រោះថ្នាក់ដល់មនុស្សនៅពីក្រោមដូច្នេះសំណាញ់នេះនឹងជួយការពារនៅពេលដែលផ្លែដូងធ្លាក់ចុះមកនោះគឺវានឹងទ្រនៅផ្លែដូងទាំងអស់នោះមិនឲ្យប៉ះពាល់មនុស្សនិងបង្កគ្រោះថ្នាក់នោះទេវិធីនេះក៏មានប្រសិទ្ធភាពសម្រាប់កន្លែងទេសចរឬក៏ resort ដែលមានដាំដើមដូងច្រើនអាចធ្វើវិធីនេះបានដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ